សួស្តីបងប្អូនប្រិយមិត្តជាទីគោរពរដ្ឋប្រហារបរាជ័យក៏ក្រៅក្រុមជួយចាប់ខ្លួនអមសេនីយ៍កម្ពុជា9នាក់និងមន្ត្រីពាក់ព័ន្ធម្នាក់នៃការដណ្ដើមអំណាចគ្នានៅក្នុងជួរគណៈកម្មាធិការមជ្ឈិមបកឬហៅថា CMC របស់មេដឹកនាំចិននៅក្នុងបកកុម្មុយនីសចិនកំពុងមានចំនួនដណ្ដើមអំណាចគ្នាដែលចេញផ្សាយដោយកាសែតចិនកាលពីថ្ងៃទី18ដុល្លារឆ្នាំ2025ថ្មីនេះដែរបងប្អូនហើយសារព័ត៌មានផ្លូវការរបស់ចិនបានឲ្យដឹងថាចិនចោទប្រកាន់ឧត្តមសេនីយ៍ចំនួន9រូបហើយនឹងបណ្ដេញចេញពីបក CMC កាលពីថ្ងៃទី17ដុល្លារឆ្នាំ2025ដោយចោទថាបានរំលោភនិងធ្វើកំហុសធ្ងន់ធ្ងរទាក់ទងទៅនឹងសាមគ្គីភាពឯកភាពជាតិនិងកម្លាំងប្រជាជនចិនឧត្តមសេនីយ៍ចំនួន9រូបនោះដែលចុះផ្សាយមានសារព័ត៌មានកងទ័ព PLE Delhi និងAP រួមនោះមានផងដែរឧត្តមសេនីយ៍ទី1គឺលោកហេវ៉ៃតុងអនុប្រធានយោធាមជ្ឈិមនិងជាសមាជិកកងនយោបាយទាំង24ឬ CMC និងថាលោកជាមនុស្សក្បត់បកលោកហៃតៃតុងនេះផងដែរជាអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិចិនកំពុងស្ថិតក្រោមការស៊ើបអង្កេតនឹងបកកុម្មុយនីសចិនទី2លោកវ៉ៃសឹងហឺអតីតក្រសួងការពារជាតិចិនដែរក៏ត្រូវបានចាប់ខ្លួនមិនរាប់ចូល9នាក់ទេលោកគឺជាមន្ត្រីដែរក៏ប៉ុន្តែគេចាប់ខ្លួនមិនរាប់នៅក្នុងចំណោមមន្ត្រីទាំង9នាក់សំខាន់ទេខ្ញុំមិនដឹងថាមូលហេតុហ្នឹងដោយសារមានបញ្ហាអីទេបងប្អូនទី3លោកម៉ៅខ្វាអតីតកម្មាភិបាលជាន់ខ្ពស់ទទួលខុសត្រូវផ្នែកនគរបាលនយោបាយទៅចាប់ខ្លួននិងធ្វើទរណកម្មដល់ប្រៃផ្សៃប្រទេសចិនគឺជាប្រទេសកុម្មុយនីសដ៏អញ្ចឹងការធ្វើទរណកម្មទៅលើជនមានទោសគឺមានការប្រៃផ្សៃបំផុតដូចជាការសម្លាប់បហាជីវិតបាញ់សម្លាប់អីហ្នឹងទី4លោកហ្វាងជុងនឹងជាមេបញ្ជាការកងកម្លាំងសន្តិបាតចិនត្រូវបានចាប់ខ្លួនផងដែរហើយទី5លោកហេហុងជុនអតីតនាយកកងរង CMC ត្រូវបានដកចេញដោយចោទថាជាជនក្បត់នៃបកនិងរដ្ឋចលជួទី6គឺលោកហ្វាងស៊ីវពីនលោកហ្វាងស៊ីវពីននេះគឺជានាយករងនៃសេនាធិការចម្រុះអមដោយ CMC ទី7លោកលីងសាវយ៉ាងលោកលីស៊ីនយ៉ាងគឺជាមន្ត្រីបញ្ជាការភាគខាងកើតនៃប្រទេសទទួលបន្ទុកទល់មុខតៃវ៉ាន់គឺបញ្ហាចំនួនរវាងតៃវ៉ាន់និងការចង់វាយជាច្រើនលើកច្រើនសារកន្លងមកគឺលោកលីសាំងយ៉ាងនេះហើយគឺជាអ្នកនៅឈ្មោះមុខគេហើយកាន់កម្លាំងទ័ពនិងទាហានដើម្បីត្រៀមជើងវាយតៃវ៉ាន់ទី8លោកឈិនស៊ូតុងអតីតស្នងការនគរបាលនយោបាយនៃអតីតជើងគោកកងកម្លាំងបដាអាវុធចិនអញ្ចឹងគាត់ជាអ្នកមានតួនាទីធំខាងកងកម្លាំងជើងគោកនៅប្រទេសចិនហើយក៏ជាអ្នកនយោបាយជើងចាស់ផងដែរលោកហ៊ុនហ្វាស៊ីអតីតស្នងការនយោបាយជើងទឹកអាយ៉ានយោបាយជើងទឹកនិងនយោបាយជើងគោកប៉ះគ្នានៅពេលនេះត្រូវដកទៅទាំងអស់លោកហ្វុនស៊ីពីនគឺអតីតនយោបាយជើងទឹករូបនេះក៏ត្រូវបានរដ្ឋអំណាចចិនដែលដឹកនាំដោយលោកលីស៊ីពីងដកចេញពីជួរក្នុងបក CMC ដែរគឺលោកជាអ្នកនយោបាយជើងចាស់គ្រប់គ្រងខាងស្នងការនគរបាលនិងជើងទឹកទី10
លោកហ្វាងហ្វូពីនអតីតមេបញ្ជាការកងកំជ្រួចគឺជាអ្នកគ្រប់គ្រងខាងកំជ្រួចនុយក្លេអ៊ែរដកហើយប្រហែលជាសម្លាប់ឬកំពុងធ្វើទរណកម្មធ្ងន់ធ្ងរអញ្ចឹងចិនកំពុងតែធ្វើប្រតិបត្តិការកម្ចាត់នៅមន្ត្រីកម្ពុជាជាច្រើនរូបនៅក្នុងនឹងក៏មានអ្នកគ្រប់គ្រងខាងនុយក្លេអ៊ែរផងដែរលោកហ្វាងហ្វីពីននេះផងដែរលោកហ្វាងហ៊ូពីននេះផងដែរគឺជាមន្ត្រីធំការផ្នែកនុយក្លេអ៊ែរនិងកំជ្រួចក៏បានដកចេញនិងអាចត្រូវជាប្រហារជីវិតឬសម្លាប់ចោលក៏មិនទាន់ដឹងដែរដោយសារតែប្រទេសចិនគឺជាប្រទេសកុម្មុយនីសបើសិនជាមន្ត្រីរូបណាដែលត្រូវជាប់ទោសគឺអាចនឹងមានលក្ខណៈបាត់បង់ជីវិតឬក៏ត្រូវតែស្លាប់នឹងតែម្ដងនេះគឺជារឿងមួយដ៏ធំពាក់ព័ន្ធទៅនឹងបញ្ហាសុខទុក្ខនៅប្រទេសចិនដែលជាប្រទេសកុម្មុយនីសហើយបងប្អូននឹងបានដឹងនៅព័ត៌មានថ្មីទៀតពាក់ព័ន្ធទៅនឹងបញ្ហាប្រទេសចិននិងខ្ញុំបាននឹងរៀបរាប់ជូនដល់បងប្អូនទាំងអស់គ្នាស្ដាប់ចឹងចិនគឺជាប្រទេសកុម្មុយនីសក៏ពិតមែនក៏ប៉ុន្តែការក្តោបក្តាប់អំណាចគេគោរពនៅលទ្ធិប្រជាធិបតេយ្យយ៉ាងណាហើយកុម្មុយនីសយ៉ាងណានោះបងប្អូនគួរតែដឹងហើយអញ្ចឹងចិនកំពុងតែប្រឈមមុខនឹងការធ្វើបាបទៅលើមន្ត្រីដែលមានមុខនឹងតួនាទីធំជាច្រើនដោយចោទប្រកាន់ថាពួកទាំងអស់នេះគឺចូលរួមដៃគ្នាដើម្បីធ្វើរដ្ឋប្រហារទម្លាក់ប្រធានាធិបតីលោកជីនស៊ឺពីងចេញពីនាយករដ្ឋមន្ត្រីដើម្បីដណ្ដើមអំណាចគ្រប់គ្រងទៅលើប្រទេសវិញដោយលោកដោយមន្ត្រីទាំងអស់នោះសម្លឹងឃើញថាការដឹកនាំដ៏យូរអង្វែងរបស់លោកជីនស៊ឺពីងត្រូវធ្វើឲ្យពិភពលោកនិងប្រទេសចិនកំពុងតែមានភាពអសន្តិសុខប៉ះពាល់ទៅនឹងសេដ្ឋកិច្ចប្រជាពលរដ្ឋទុនខ្សោយនិងមន្ត្រីតូចតាចអញ្ចឹងចិនអ្វីតែជាប្រទេសមហាអំណាចក៏ពិតមែនក៏ប៉ុន្តែការដឹកនាំរបស់លោកវាធ្វើឲ្យពិភពលោកទទួលស្គាល់ថាជាប្រទេសមហាអំណាចក៏ប៉ុន្តែធាតុពិតនៅក្នុងប្រទេសចិនគឺប្រជាជនមានភាពក្រីក្រខ្លាំងសម្បើមមិនអន់ជាងប្រទេសដទៃទេដោយនាយករដ្ឋមន្ត្រីនិងថ្នាក់ដឹកនាំកម្ពុជាកាន់អំណាចគឺពួកគាត់ស្វែងយល់តែអ្វីជាកម្មសិទ្ធិរបស់ខ្លួននិងសុខទុក្ខហើយច្បាប់ទាំងអស់ក៏ត្រូវគ្រប់គ្រងនិងដឹកនាំដោយមន្ត្រីក្រាក់មួយចំនួននឹងដែរដូច្នេះអំណាចប្រមូលផ្ដុំទៅលើមនុស្សម្នាក់ធ្វើឲ្យប្រទេសជាតិនិងប្រជាជនមានភាពវឹកវរផ្នែកអសន្តិសុខនិងសេដ្ឋកិច្ចក៏ធ្លាក់ចុះដែរបើសម្លឹង